សារៈសំខាន់ឬក៏គុណសម្បត្តិនៃការមានផែនការសម្រាប់ទុនធានមនុស្សនៅក្នុងក្រុមហ៊ុនមួយឬអង្គភាពមួយចឹងការមានផែនការឬក៏ planning សម្រាប់ HR គឺជួយឲ្យក្រុមហ៊ុនអាចទទួលបានបុគ្គលិកសមស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនទាំងចំនួនបុគ្គលិកគឺវាសមស្របនឹងការងារក៏ដូចជាជំនាញរបស់បុគ្គលិកបាទវាស៊ីជាមួយនឹងគោលដៅរបស់ក្រុមហ៊ុនជួយពង្រឹងសិទ្ធិភាពការងាររបស់បុគ្គលិកតាមរយៈការដាក់បុគ្គលិកត្រូវជាមួយនឹងកន្លែងដែលចាំបាច់ហើយត្រូវមួយជំនាញរបស់បុគ្គលិកហើយក៏ដូចជាអាចជាផែនការក្នុងការបន្តបន្តបុគ្គលិកបន្ថែមទៀតដើម្បីគាត់ធ្វើការប្រកបដោយប្រសិទ្ធភាពជួយឆ្លើយតបទៅនឹងការអភិវឌ្ឍបុគ្គលិកនៅក្នុងក្រុមហ៊ុនអាចរៀបចំផែនការក្នុងការលើកឡើងតំណែង promotion ផ្សេងៗឬក៏ការបន្តបន្តគឺជាដំណើរការនៃការអភិវឌ្ឍបុគ្គលិកក្នុងក្រុមហ៊ុនជួយបង្កើនការពេញចិត្តរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនជាមួយនឹងផែនការពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងឬជំនាញឬក៏ឱកាសក្នុងការឡើងតំណែងផ្សេងៗអញ្ចឹងគាត់អាចមានការពេញចិត្តជាមួយនឹងការងារការរៀបចំរបស់ក្រុមហ៊ុនអាចជួយវិភាគតម្រូវការទុនធានមនុស្សទៅពេលអនាគតដើម្បីអាចឲ្យក្រុមហ៊ុនគាត់រៀបចំផែនការថវិកាក៏ដូចជាផែនការរចនាសម្ព័ន្ធផ្សេងៗក្នុងការទទួលឬក៏ក្នុងការរៀបចំទៅតាមតម្រូវការនៅពេលអនាគតពាក់ព័ន្ធនឹងទុនធានមនុស្សជួយទប់ស្កាត់ការចាក់ចែងរបស់បុគ្គលិកឬការលាយឈប់របស់បុគ្គលិកតាមរយៈការដែលមើលឃើញឱកាសទៅថ្ងៃអនាគតព្រោះ planning គឺយើងធ្វើទៅថ្ងៃអនាគតអញ្ចឹងគាត់អាចមើលឃើញឱកាសក្នុងការបន្តបន្តមើលឃើញឱកាសក្នុងការឡើងតំណែងឬក៏ឱកាសអភិវឌ្ឍផ្សេងៗគឺគាត់អាចនៅបន្តការងារមួយក្រុមហ៊ុនបានយូរវែងជួយឆ្លើយតបទៅនឹងចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុនជាមួយនឹងផែនការដែលយើងរៀបចំសម្រាប់ការមានបុគ្គលិកសម្រាប់ជួយក្រុមហ៊ុន